បាទគោរពជំរាបសួរពុកម៉ែបងប្អូនដល់ថ្ងៃនេះSK កសិកម្មជនបទយើងមកជួបពុកម៉ែបងប្អូនទៀតហើយថ្ងៃនេះមកចង់និយាយពីការបង្ការមួយចំនួនបងប្អូនសម្រាប់បងប្អូនចាំលក្ខណៈតាមគ្រួសារដូចខ្ញុំចាបងប្អូននេះសម្រាប់តាមគ្រួសារសម្រាប់ដូចខ្ញុំអញ្ចឹងដើម្បីការពារពីជំងឺផ្សេងៗអញ្ចឹងបងប្អូនអញ្ចឹងហ្នឹងហើយអញ្ចឹងអត់មានអីច្រើនទេសំខាន់ទី1បងប្អូនបើសិនជាបងប្អូនថាអ្នកដែលចូលត្រង់ណាបងប្អូននេះខ្ញុំនិយាយសម្រាប់អ្នកដែលចូលត្រង់ចេញចូលត្រង់ឲ្យបាយឲ្យលាងទឹកលាងអីជ្រុងជាប្រចាំរាល់ថ្ងៃអញ្ចឹងបងប្អូនបើសិនជាអាចនេះបងប្អូនដើម្បីបង្ការទាំងអស់គ្នាណាបងប្អូនព្រោះជ្រូកយើងពេលខ្លះវាដូចខ្ញុំចេះវាចិត្តដល់ខែហើយចិត្ត4ខែហើយអញ្ចឹងវាអាចថា4ខែជាងអីយើងអាចលក់បានហើយអញ្ចឹងយើងត្រូវបង្ការឲ្យកាន់តែខ្លាំងព្រោះហ្នឹងវាចំណាយដំទុនច្រើនណាទៅលើវាត្រឹមមកដល់បើសិនជាមានជំងឺចូលនឹងចប់ហើយអញ្ចឹងបងប្អូនត្រូវតែអានេះក៏តាមខ្ញុំទី1អាហ្នឹងបងប្អូនគួរតែទិញអាកុលបងប្អូនអាកុលយើងណាអាកុលលាងដៃហ្នឹងអញ្ចឹងបងប្អូនទិញអាកុលមកដាក់ក្នុងអាកំប៉ុងបាញ់អាកុលហ្នឹងអញ្ចឹងបងប្អូនលាងសម្អាតដៃសម្អាតដៃបាញ់លើខ្លួនប្រាណយើងតិចអញ្ចឹងណាបងប្អូនហើយអាកុលហ្នឹងបងប្អូនអាចថាលាយទឹកខ្លះទៅតែអាកុលមកពេលយើងដាក់ចូលកំប៉ុងចាក់អាកុលខ្លះទៅហើយយើងចាក់ទឹកតិចតួចទៅដើម្បីកុំឲ្យវាថាក្តៅខ្លាំងពេកណាបងប្អូនពេលយើងលាងដៃជាប្រចាំអញ្ចឹងមកយើងអត់ចង់ដាក់អញ្ចឹងក៏បានយើងលាងដៃយើងដាក់អាកុលសុទ្ធក៏បានអញ្ចឹងយើងដាក់តិចតួចទៅដើម្បីលាងសម្អាតដៃយើងឲ្យវាស្អាតសម្រាប់មេរោគអញ្ចឹងបងប្អូនកាលយើងមកពីផ្សារឬក៏កាន់អីផ្សេងយើងអត់ដឹងថាវាមានជាប់មេរោគមកជាមួយឬក៏អត់អញ្ចឹងយើងគួរតែលាងដៃនឹងសាប៊ូឬក៏អាកុលបាញ់ហ្នឹងបានអាកុលល្អហ្នឹងវាសម្រាប់មេរោគដែរតែយើងគួរជៀសវាងដែរបងប្អូនកន្លែងណាតំបន់ដែលមានបញ្ហាយើងគួរតែជៀសវាងកុំទៅពៀនដែរអញ្ចឹងបងប្អូនការពារមិនឲ្យមានជំងឺឆ្លងនេះសម្រាប់ការពារតែនៅនេះគឺអត់មានបញ្ហាអីទេបងប្អូនអានេះទៅចាក់ថ្នាំទម្លាក់សត្វល្អិតម្ដងទៀតហើយប្រហែលថ្ងៃមុននេះហ្នឹងហើយចឹងបងប្អូនអត់មានអីច្រើនទេមានប៉ុណ្្នឹងហើយបើសិនជាមានកន្លែងណាខ្វះខាតអីបងប្អូនជួយបំពេញបន្ថែមផងនេះគាត់ថាជាចំណុចមួយឯងបងប្អូនយើងពិបាកច្រើនអញ្ចឹងបងប្អូនអាចទិញអាកុលមកដើម្បីលាងដៃហើយលាងសម្អាតខ្លួនប្រាណឲ្យស្អាតណាបងប្អូនមុននឹងចូលត្រង់បើសិនជាតំបន់យើងដែលមានបញ្ហាអញ្ចឹងណាបងប្អូនអញ្ចឹងយើងគួរការពារហើយមានបង្គាការផ្សេងទៀតបងប្អូនមិនមែនមានតែប៉ុណ្ណឹងនៅមានច្រើនទៀតដែលតាមបងប្អូនដឹងអញ្ចឹងបងប្អូនខ្លះក៏ដឹងអស់ច្រើនហើយអានេះគ្រាន់តែជាផ្នែកមួយទេបងប្អូនបីជាបទពិសោធន៍មួយសម្រាប់បងប្អូនហ្នឹងហើយចឹងជម្រាបលាបងប្អូនអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំហ្នឹងហើយមានតិចប៉ុណ្ណឹងអត់ទៅចេះធ្វើវីដេអូទេបងប្អូនបាទចឹងអរគុណច្រើនបងប្អូនជម្រាបលា